ស្ដីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមានមន់មួយបាទថ្ងៃនេះខ្ញុំចង់ធ្វើម្ហូបបាទដុតគោកាតែម្ដងបាទហើយដំបូងនេះគឺយើងបុកគ្រឿងបាទសម្រាប់មន់ដុតរបស់ខ្ញុំគឺបុកគ្រឿងបងប្អូនណាអញ្ចឹងយើងបុកគ្រឿងវាមកហើយបន្តមកទៀតយើងយកមន់មកដល់យើងដាក់លាយជាមួយនឹងទឹកប្រេងខ្យងយើងហ្នឹងកុំភ្លេចប្រឡាក់ជាមួយប្រេងខ្យងបាទហើយគ្រឿងដែលយើងបុកហើយហ្នឹងយើងយកមកដាក់មកបាទយើងដាក់សម្បាច់សម្បល់ចូលគ្នាណាឲ្យមន់ហ្នឹងដើម្បីឲ្យមន់ហ្នឹងមានរសជាតិរសឈ្ងុយឆ្ងាញ់បាទហើយកាត់បន្ថយកាយយើងធ្វើទឹកគ្រឿងបន្ថែមច្រើនបាទអញ្ចឹងមន់នេះគឺសាច់របស់វាគឺឆ្ងាញ់ស្រាប់តែម្ដងបាទហើយយើងប្រឡាក់ហើយយើងកុំភ្លេចថាយកទៅដាក់ក្នុងទូទឹកកក5ទៅ10នាទីអីណាដើម្បីឲ្យគ្រឿងហ្នឹងចូលជាតិបាទចូលជាតិបានល្អបាទហើយបងប្អូនមើលនេះយើងសម្បាច់ចឹងទៅបាទតបវាចឹងទៅដើម្បីវាចូលគ្រឿងបានល្អហើយបន្តមកទៀតបាទឆ្នាំងដែលយើងលាងសម្អាតហើយស្អាតហ្នឹងគឺយើងយកមកដាក់លើភ្លើងតែម្ដងមកបាទយើងរៀបចំវាស្អាតទៅណាបាទហើយកុំភ្លេចបាទគល់សឹកគ្រៃយើងដាក់ចូលក្នុងឆ្នាំងបាទយើងរាយវាចឹងមកដើម្បីយើងដាក់មាន់ពីលើបាទហើយយើងយកមាន់យើងដែលប្រឡាក់គ្រឿងហើយយើងទុកមួយផ្លែតហើយហ្នឹងយើងយកមកដាក់ក្នុងឆ្នាំងយើងមកបាទហើយយើងដាក់មកមានកោះមានថ្លើមមានជើងមានកអីហ្នឹងយើងដាក់មកអស់មកបាទហើយបងប្អូនមើលទៅវាគាត់ថាមិនតន់ឆ្អិនផងយើងតំណងប៉ុណ្ណេះបាទហើយបាទដឹងតែឆ្ងាញ់ហើយបាទហើយងាយបងប្អូនធ្វើតាមខ្ញុំអត់សាមញ្ញលក្ខណៈជាសាមញ្ញងាយបាទបងប្អូនងាយធ្វើតាមមែនទេបាទបន្តមកយើងចាក់កូកាចូលបងប្អូនណាបាទចំណងចំណូលចិត្តបងប្អូនចង់រៀងផ្អែមហ្នឹងបងប្អូនដាក់ច្រើនបាទបើបងប្អូនមិនសូវចូលចិត្តផ្អែមទេដាក់មកល្មមកុំបានទេហើយយើងកំពុងងោះវាទៅនេះវីដេអូខ្ញុំធ្វើកាត់ទេបាទដោយសារធ្វើមែនទេទៅវាយូរបាទហើយបន្តមកទៀតបាទយើងបុកទឹកគ្រឿងបាទជាវីដេអូបុកទឹកគ្រឿងមានម្ទេសមានខ្ទឹមបាទយើងដាក់ចូលរៀងច្រើនតិចមកហើយយើងមានប៊ីចេងបាទមានស្ករមានអំបិលអញ្ចឹងណាបាទយើងដាក់មកហើយបន្តមកយើងបុកវាម៉ត់បាទបុកឲ្យម៉ត់ហើយយើងក៏ចាក់ទឹកត្រីចូលបាទទឹកត្រីយើងហ្នឹងចាក់ចូលមកឆ្ងាញ់បងប្អូនតានេះឆ្ងាញ់បាទយើងកូរត្រឡប់កុំភ្លេចច្របាច់ក្រូចឆ្មាផងបងប្អូនណាបាទកុំភ្លេចច្របាច់ក្រូចឆ្មាផងបងប្អូនធ្វើការជូរច្របាច់ច្រើនត្រូវការមិនត្រូវការជូរទេច្របាច់តិចតាមចំណងចំណូលចិត្តចឹងចុះបាទតំណងបងប្អូននេះឃើញទេហើយមន់ដុតយើងក៏សន្មតថាឆ្អិនត្រឹមតែប៉ុណ្ណឹងបាទបងប្អូនអាចសាកល្បងធ្វើនៅផ្ទះខ្លួនឯងបានណាបាទយើងមានបន្លែមានអីចឹងមកអរគុណសម្រាប់ការទស្សនាវីដេអូ